រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី19ហ៊ុនសែនហ៊ានលះបង់ហ៊ានសម្បទានថ្ងៃទី1ករណីសិក្សាសម្ដេចហ៊ុនសែនដូចមិត្តអ្នកស្ដាប់ឃើញច្បាស់សូម្បីតែជីវិតខ្លួនឯងក៏សម្ដេចហ៊ុនសែនហ៊ានលះបង់ដែរដើម្បីបុព្វហេតុសង្គ្រោះជាតិនិងប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យហៅរបបប៉ុលពតដោយផ្សងគ្រោះទៅរកជំនួយពីវៀតណាមដោយដែលបានលើកឡើងក្នុងមេរៀនមុនថាហ៊ុនសែនប្រើជីវិតធ្វើដើមទុនថយមកក្រោយបន្តិចភរិយាដែលខ្លួនស្រឡាញ់កូនដំបងដែលទើបចាប់កំណើតក្នុងផ្ទៃទោះបីខ្លួនចង់នៅណេបនិតថ្នាក់ថ្នមថែធួនក៏ត្រូវលះបង់ដើម្បីប្រជាជននិងប្រទេសជាតិរហូតដល់កូនកើតក៏មិនបានទៅមើលមុខកូនជាពិសេសនៅពេលកូនបាត់បង់ជីវិតបន្ទាប់ពីទើបឃើញពលឺថ្ងៃមិនបានប្រមាណម៉ោងផងនោះក៏ខ្លួនមិនបាននៅមើលថែប្រពន្ធមើលមុខកូនចុងក្រោយនិងយកសពកូនទៅកប់ឲ្យបានសមគួរផងដែររហូតដល់មិនដឹងថាគេយកសពកូនទៅកប់ចោលទីណាទៅទៀតចំណែកឯគ្រួសារឪពុកម្ដាយជីដូនជីតាបងប្អូនសម្ដេចហ៊ុនសែនត្រូវសម្រេចចិត្តចាក់ចោលពួកគេទាំងអាឡោះអាល័យដោយមិនឲ្យពួកគេដឹងខ្លាចការបារម្ភពេលដែលសម្ដេចរត់ចូលព្រៃម៉ាគីសតាមការអំពាវនាវរបស់សម្ដេចឪសីហនុដើម្បីផ្ដួលរលំរបបលន់នល់នៅពេលឈ្នះរបបលន់នល់តែអំណាចមិនបានធ្លាក់លើសម្ដេចឪសីហនុបែរជាធ្លាក់លើប៉ុលពតដឹកនាំយ៉ាងព្រៃផ្សៃសម្ដេចហ៊ុនសែននៅបន្តលះបង់គ្រួសារទាំងបង្ខំចិត្តហើយយុទ្ធសាស្ត្រប្រហារផ្លូវចិត្តត្រូវសម្ដេចប្រើលើគ្រួសារខ្លួនឯងគឺផ្សព្វផ្សាយព័ត៌មានថាសម្ដេចបានស្លាប់ក្នុងសមរភូមិដើម្បីកុំឲ្យអង្គការខ្មែរក្រហមសង្ស័យក្នុងការសម្ងំត្រៀមឱកាសងើបឡើងប្រឆាំងអង្គការរំដោះប្រជាជននិងប្រទេសជាតិក្រឡេកមកមើលសម្បទាននយោបាយវិញសម្ដេចហ៊ុនសែនចរចាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមជាមួយខ្មែរនិងខ្មែររដ្ឋាភិបាលត្រីភាគីពិសេសសម្ដេចឪសីហនុដោយអនុញ្ញាតឲ្យមេដឹកនាំខ្មែរក្រហមចូលស្រុកយាងសម្ដេចឪចូលស្រុកនិងថ្វាយរាជបល្ល័ង្កជាព្រះមហាក្សត្រថែមទៀតជាពិសេសបង្កើតរបបរាជានិយមឡើងវិញបន្ទាប់ពីបាត់បង់អស់4ជំនាន់ជំនាន់លន់នល់ជំនាន់ប៉ុលពតជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាសម្ដេចបានសម្បទានអំណាចនយោបាយជាមួយគណៈបកហ៊ុនស៊ិនប៉ិចមានសម្ដេចក្រមព្រះនរោត្តមរណរដ្ឋជាព្រះប្រធាននិងចុងក្រោយជាមួយអតីតគណៈបកសង្គ្រោះជាតិក្នុងរដ្ឋសភាឆ្នាំ2013ដែលមានលោកសំរងស៊ីនិងលោកកឹមសុខាជាអ្នកដឹកនាំដែលក្នុងប្រទេសអាស៊ានដូចជាមិនដែលមានដោយកម្ពុជាដែលផ្ដល់តួនាទីទៅគណៈបកប្រឆាំងសឹងពាក់កណ្ដាលរួមមានអនុប្រធានទី1រដ្ឋសភាប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំងនេះជាការធ្វើសម្បទានលះបង់និងសុទ្ធតែជាស្មារតីបង្រួបបង្រួមជាតិផ្នែកទី2ទស្សនៈសិក្សាជារួមសម្ដេចហ៊ុនសែនសូម្បីតែសេចក្តីសុខផ្ទាល់ខ្លួនភាពជាយុវវ័យប្រពន្ធកូនក្រុមគ្រួសារត្រូវលះបង់គ្រប់យ៉ាងផ្សងគ្រោះថ្នាក់ដើម្បីបដូរយកសេចក្តីសុខជូនប្រជាជនជូនប្រទេសជាតិតាមការយល់ឃើញការលះបង់ឬសម្បទានរបស់យើងគង់ទទួលបានផលមកវិញនៅថ្ងៃណាមួយការចេះលះបង់ឬសម្បទាននេះឯងជាចរិតរបស់អ្នកដឹកនាំរបស់បុគ្គលជោគជ័យនិយាយទៅអ្នកលះបង់អ្នកធ្វើសម្បទានអាចនឹងក្លាយជាអ្នកជោគជ័យជាអ្នកដឹកនាំនៅពេលណាមួយចាក់ជាមិនខានខ្ញុំនៅចាំទស្សនៈរបស់បណ្ឌិតសុកទូចកាលលោកនៅជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកថាមេដឹកនាំត្រូវធ្វើដូចមេក្នុងវងផឹកស៊ីក្នុងន័យនេះមេក្នុងវងផឹកស៊ីតែងតែចាក់ស្រាឲ្យសមាជិកក្នុងវងផឹកស៊ីច្រើនជាងខ្លួនជារឿយៗផ្ទុយមកវិញឈ្មោះជាមេដឹកនាំត្រូវលះបង់ច្រើនជាងអ្នកដែលយើងដឹកនាំគិតប្រយោជន៍អ្នកក្រមអាវ៉ាតដែលយើងដឹកនាំច្រើនជាងខ្លួនទន្ទឹមនេះគិតច្រើនជាងគេធ្វើច្រើនជាងគេលំបាកចិត្តកាយច្រើនជាងគេប្រឈមបញ្ហាច្រើនជាងគេជួបគ្រោះច្រើនជាងគេជាសភាវៈអ្នកដឹកនាំអ្នកជោគជ័យអ្នកដឹកនាំមិនខំស្មៅនឹងផលប្រយោជន៍សួនតួនោះទេត្រូវគិតពីអ្នកជុំវិញខ្លួនឲ្យបានច្រើនមកដល់ចំណុចនេះខ្ញុំនៅចាំពំនោលឯកឧត្តមសសុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លើកឡើងថាភាពជាអ្នកដឹកនាំមិនមែននិយាយតែពីការដឹកនាំនោះទេភាពជាអ្នកដឹកនាំត្រូវនិយាយអំពីការថែរក្សាឬការយកចិត្តទុកដាក់អ្នកដែលយើងដឹកនាំផងដែរជាមនុស្សសាមញ្ញក្តីហើយកាន់តែពិសេសអ្នកដឹកនាំគូពិចារណាលើពុទ្ធឱវាទដែលសម្ដែងថាលះសេចក្តីស្អប់ដោយការស្រឡាញ់លះសេចក្តីស្រឡាញ់ដោយការឲ្យទានបន្ថែមពីនេះអាចនិយាយបានទៀតថាលះសេចក្តីស្រែកឃ្លានដោយការខំរកខំធ្វើតាមទស្សនៈទំនាក់ទំនងមានទំនាក់ទំនងមានផលប្រយោជន៍ខ្ញុំយល់ថាភាគីនៃទំនាក់ទំនងសុទ្ធតែទទួលបានផលប្រយោជន៍ទោះតិចឬច្រើនក្តីដូច្នេះបើចង់ឲ្យមានទំនាក់ទំនងស្ថិតស្ថេរគួរផ្ដល់ប្រយោជន៍ឲ្យគ្នាផងកុំយកតែប្រយោជន៍ម្នាក់ឯងអាចនិយាយបានថាគិតប្រយោជន៍ជាសមូហភាពពុំគួរគិតតែប្រយោជន៍បុគ្គលដែលហៅថាអាត្មានិយមឬបុគ្គលសួនតួនោះទេសរុបទៅគួរចេះលះបង់ប្រយោជន៍ដើម្បីប្រយោជន៍គួរចេះសម្បទានប្រយោជន៍ដើម្បីទទួលបានប្រយោជន៍យូរអង្វែងទើបជាមនុស្សឆ្លាតមនុស្សជោគជ័យជានិរន្តរ៍